បោក្នុងលបឿនលឿនខ្វះការប្រុងប្រយ័ត្នបែកកង់ខាងមុខក្រឡាប់ជាច្រើនត្រឡប់ស្លាប់មនុស្សម្នាក់បងប្អូនប្រជាពលរដ្ឋជុំគ្នាជួយគាស់យកសាកសពហើយនឹងណេះបន្លែបកាអីខ្ទេចខ្ទីអស់ហើយរថយន្តសាំយ៉ុងដឹកបន្លែហាងលក់ម៉ូតូហងសកានមានលក់ចេញទិញចូលម៉ូតូនិងរថយន្តគ្រប់ស៊េរីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី19ខែមេសាឆ្នាំ2025វេលាម៉ោង 19:10 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងមួយករណីកើតឡើងនៅភូមិក្បាលរមៀសស្រុកសេសានខេត្តស្ទឹងត្រែងត្រង់ចំណុចផ្លូវជាតិលេខ78ចន្លោះបង្គោលគីឡូម៉ែត្រលេខ58និង59យោងតាមរបាយការណ៍របស់សមាជិកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមៀសបានឲ្យដឹងថាកាលពីវេលាខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាក់សាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខមណ្ឌលគិរី 2B0038 អ្នកបើកបរឈ្មោះពៅពិសាលភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិស្រែអ៊ីសង្កាត់រមនីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីរងរបួសធ្ងន់របាយការណ៍របស់សមាជិកបានឲ្យដឹងទៀតថារថយន្តមួយគ្រឿងនេះបានដឹកបន្លែពេញធ្វើដំណើរចេញពីខេត្តរតនគិរីឆ្ពោះទៅលក់នៅខេត្តស្ទឹងត្រែងលុះមកដល់ចំណុចកាត់ហេតុខាងលើជាអកុសលរថយន្តក៏បែកកង់ខាងមុខហើយរេចង្កូតរួចក៏ក្រឡាប់តែម្ដងទៅក្នុងអបត្តហេតុខាងលើនេះបង្កធ្វើឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ចំនួន1នាក់និងអ្នករួមដំណើរដែលជាគ្រូរថយន្តម្នាក់ទៀតបានស្លាប់ភ្លាមនៅកន្លែងកាត់ហេតុតាមសេចក្តីសន្និដ្ឋានរបស់សមាជិកបានឲ្យដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុមកពីកត្តាបើកបរមិនប្រុងប្រយ័ត្នទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ថ្ងៃនេះថ្ងៃស្អែកសូមកុំមានគ្រោះថ្នាក់ចរាចរណ៍សម្រាប់បងប្អូនដែលមានបំណងចង់ដូរស៊េរីរថយន្តឬម៉ូតូហាងហងសុកាន់យើងខ្ញុំក៏មានសេវាកាត់ចោលបដូរជូនថ្មីតាមតម្រូវការរបស់បងប្អូនផងដែរមិនទាន់បានស្រីជាទិញឡា